ចូលធ្វើខ្លួនឲ្យคล้ายទៅជាចំណែកនៃដំណោះស្រាយក៏ប៉ុន្តែសូមកុំធ្វើខ្លួនឲ្យคล้ายទៅជាចំណែកនៃបញ្ហាច្បាប់ធម្មជាតិគឺអ្នកខ្លាំងតែងឈ្នះអ្នកខ្សោយឈ្នះនៅក្នុងទីនេះខ្ញុំមិនមែនបណ្ដុះគំនិតឲ្យទៅយកឈ្នះអ្នកដែលទុនខ្សោយនោះទេក៏ប៉ុន្តែបើសិនបើយើងមិនចង់ចាញ់នោះទេចូលខំប្រឹងធ្វើខ្លួនឲ្យคล้ายទៅជាអ្នកខ្លាំងតែកុំធ្វើខ្លួនឲ្យទៅជាអ្នកខ្សោយនៅក្នុងជីវិតរស់នៅរបស់យើង100%តែងមាន10%គឺជាបញ្ហាដែលបានកើតឡើងចំពោះយើងហើយ90%ទៀតគឺជាដំណោះស្រាយដែលយើងត្រូវឆ្លើយតបចំពោះបញ្ហានោះវិញយើងគួរធ្វើខ្លួនឲ្យទៅជាអ្នកដែលជួយសង្គ្រោះតែមិនមែនធ្វើជាជនរងគ្រោះនោះទេបើយើងចង់ឈ្នះបញ្ហាយើងត្រូវធ្វើខ្លួនឲ្យធំជាងបញ្ហាព្រោះថាបើយើងតូចជាងបញ្ហានោះបញ្ហានឹងជន់ឈ្លីយើងប៉ុន្តែបើយើងជាមនុស្សរឹងមាំគឺបើបញ្ហាជាស្ទឹងយើងជាទន្លេបើបញ្ហាជាទន្លេយើងជាសមុទ្របើបញ្ហាជាដែកគោលយើងជាញញួរនៅក្នុងជីវិតរស់នៅយើងនេះគ្មាននរណាម្នាក់ដែលអត់មានបញ្ហានោះទេគេមានបញ្ហាគេយើងមានបញ្ហាយើងដែលយើងត្រូវដោះស្រាយសូមកុំគិតថាខ្លួនឯងដូចជាលំបាកជាងគេអាផប់ជាងគេវេទនាជាងគេអីសោះជីវិតមនុស្សយើងគឺបែបនេះបញ្ហាទាំងឡាយរាប់បានថាជាលបោយនៃជីវិតដែលយើងត្រូវភ្លក់រសជាតិដែលយើងត្រូវតែកសោបហើយដោះស្រាយវាត្បិតថាពេលវេលាដែលកន្លងផុតទៅគឺវាបានបន្សល់ត្រឹមតែអនុស្សាវរីយ៍និងមនោសញ្ចេតនាគឺសម្រាប់លំអជីវិតដែលចុងក្រោយនៃជីវិតគឺបែបនេះគឺជាជីវិតដែលមានខ្លឹមសារបំផុតមនុស្សឆ្លាតប្រឹងដោះស្រាយបញ្ហាជាជាងធ្វើរឿងឥតប្រយោជន៍និងខាតពេលវេលាមនុស្សឆ្លាតគឺធ្វើជាចំណែកនៃដំណោះស្រាយក៏ប៉ុន្តែមិនមែនធ្វើជាចំណែកនៃបញ្ហានោះទេនៅក្នុងជីវិតយើងនេះមិនថាបញ្ហាកើតឡើងអាក្រក់បែបណានោះទេអ្វីដែលសំខាន់ថាតើយើងមានប្រតិកម្មឆ្លើយតបចំពោះបញ្ហានោះបែបណាយើងត្រូវគិតថាគ្រប់យ៉ាងគឺធម្មតាជានិច្ចហើយគ្រប់យ៉ាងគឺល្អជានិច្ចអ្វីដែលយើងត្រូវធ្វើនោះគឺផ្លាស់ប្ដូរការគិតរបស់ខ្លួនឯងធ្វើរឿងដែលត្រឹមត្រូវហើយលទ្ធផលនឹងបានល្អប្រសើរភាពជាមនុស្សរឹងមាំមិនមែនបានមកពីជ័យជំនះដោយគ្មានឧបសគ្គបញ្ហានោះទេតែវាកើតឡើងដោយសារតែការតស៊ូននៀលជំនះនឹងឧបសគ្គនិងបញ្ហានានាដែលយើងបានជួបប្រទះពេលយើងកំពុងជួបបញ្ហាទាំងឡាយប៉ុន្តែយើងតស៊ូមិនអនុញ្ញាតព្រមឲ្យបញ្ហាទាំងឡាយនោះមកកំណត់ជោគវាសនារបស់យើងបានទេនោះហើយគឺជាភាពរឹងមាំនៃជីវិតរបស់យើងអ្នកដែលឈ្នះដោយមិនជួបឧបសគ្គឬបញ្ហាសោះនោះជាការឈ្នះធម្មតាប៉ុណ្ណោះប៉ុន្តែអ្នកដែលតស៊ូជំនះនឹងឧបសគ្គទើបជាអ្នកឈ្នះដែលអស្ចារ្យពិតប្រាកដជួយយើងស្វាគមន៍រាល់បញ្ហាទាំងឡាយហើយកុំតន់អាលចុះចាញ់នៅបញ្ហាទាំងឡាយនោះដោយគ្រាន់តែឃើញសាកកម្លាំងគ្នាសិនបើយើងចាញ់បញ្ហាចាត់ទុកថាជាមេរៀនតែបើយើងឈ្នះបញ្ហាវិញគឺយើងជាមនុស្សដែលអស្ចារ្យនិងជាមនុស្សដែលរឹងមាំណាប៉ូឡេអុងហ៊ីលគាត់បាននិយាយថាគ្រប់បញ្ហាទាំងអស់តែងតែមានឱកាសក្នុងនោះយ៉ាងតិចក៏មួយដែរមនុស្សយើងគ្រប់គ្នារស់នៅតែមានសុខផងទុក្ខផងរីករាយផងសោកសៅផងហើយគ្មាននរណាម្នាក់ក៏សោបជីវិតតែទុក្ខរហូតឬសុខរហូតនោះទេជីវិតតែងមានឡើងមានចុះមានជួបមានបែកត្បិតអីធម្មជាតិគឺបែបនេះឯងអ្វីដែលយើងត្រូវធ្វើនោះគឺរៀនព្រមទទួលស្គាល់ការពិតមនុស្សយើងតែងនិយាយពាក្យថាព្រហ្មលិខិតហើយក៏មានអ្នកខ្លះជឿទៅលើព្រហ្មលិខិតដែរប៉ុន្តែក៏ស្រេចទៅលើអ្នកទាំងអស់គ្នាជឿឬមិនជឿយ៉ាងនេះតែប៉ុន្តែបើក្នុងលក្ខខណ្ឌណាព្រហ្មលិខិតកំណត់ជោគវាសនារបស់យើងអយុត្តិធម៌ពេកក៏ត្រូវតែតវ៉ាប្រឆាំងនឹងព្រហ្មលិខិតនោះវិញដែរដែលលិខិតជីវិតរបស់យើងអយុត្តិធម៌បែបនេះយើងត្រូវមានគំនិតវិជ្ជមានឲ្យបានច្រើននិងរៀនរស់នៅជាមួយនឹងដំណោះស្រាយទើបងាយស្រួលដោះស្រាយបញ្ហានិងមិនសូវជួបបញ្ហាច្រើន